Halloween គឺជាពិធីបុណ្យខ្មោចដែលគេប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី31ខែតុលានៅប្រទេសដែលកាន់សាសនាគ្រិស្តនិងបណ្ដាប្រទេសមួយចំនួនទៀតដែលមិនកាន់សាសនាគ្រិស្តពិធីបុណ្យ Halloween នេះប្រារព្ធឡើងមុនមួយថ្ងៃនៃពិធីបុណ្យសាសនាគ្រិស្តលោកខាងលិចអត្ថន័យរបស់ពិធីបុណ្យ Halloween គឺដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ទៅអ្នកដែលមានជំនឿប្រារព្ធបុណ្យ Halloween បានតុបតែងលម្អផ្ទះសម្បែងរបស់ពួកគេជាមួយនឹងពន្លឺភ្លើងពណ៌និងរូបតំណាងខ្មោចមានដូចជាគោមខ្មោចការពាក់មុខផាត់មុខតុបតែងគួរឲ្យខ្លាចព្រមទាំងស្លៀកសម្លៀកបំពាក់ចម្លែកៗជាដើមផ្លែល្ពៅគឺជានិមិត្តរូបមួយនៃពិធីបុណ្យ Halloween ព្រោះវាមានរូបរាងដូចជាក្បាលមនុស្សហើយងាយស្រួលក្នុងការខួងយកគ្រាប់ចេញព្រមទាំងចោះប្រឡងភ្នែកនិងមាត់ហើយដាក់ពន្លឺភ្លើងចូលទៅក្នុងផ្លែល្ពៅនោះក្រៅពីនេះនៅក្នុងផ្ទះនីមួយៗពួកគេចាក់សំឡេងឬរឿងខ្មោចបែបរន្ធត់ដើម្បីអបអរក្នុងពិធីបុណ្យ Halloween នេះគឺជាប្រវត្តិត្រួសនិងដើមកំណើតដំបូងរបស់ពិធីបុណ្យ Halloween ដើមកំណើតរបស់ពិធីបុណ្យ Halloween បានចាក់ឫសគល់ជាយូរលង់ណាស់មកហើយតាំងពីសម័យបុរាណមកម្ល៉េះពិធីបុណ្យ Halloween តែងតែប្រារព្ធឡើងជារៀងរាល់រាត្រីថ្ងៃទី31ខែតុលាជារៀងរាល់ឆ្នាំហើយជនជាតិសេលដែលរស់នៅតំបន់នោះកាលពី2000ឆ្នាំមុនបច្ចុប្បន្នគឺជាប្រទេសអ៊ីឡង់ពួកគេជឿថាសេចក្តីស្លាប់នឹងត្រឡប់មកកាន់ផែនដីវិញប្រភពកំណើតរបស់ពិធីបុណ្យ Halloween គឺមកពីប្រទេសអ៊ីឡង់និងប្រទេស Scotland ជំនាន់បុរាណពលគឺសម័យរបស់ព្រះយេស៊ូវគ្រីស្ទថ្ងៃទី31ខែតុលាត្រូវបានគេហៅថាថ្ងៃបុណ្យ Halloween ស្របពេលដែលគ្រិស្តសាសនិកបានប្រកាសថាថ្ងៃទី1ខែវិច្ឆិកាគឺជាថ្ងៃបុណ្យ All Hallows Day ក្រោយមកពួកគ្រិស្តសាសនិកបានបង្កើតថ្ងៃនេះជានិមិត្តរូបឲ្យពួកសាវកបរិសុទ្ធខណៈដែលពួកគេគ្មានថ្ងៃជានិមិត្តរូបទាល់តែសោះទីបំផុតពួកគេមានថ្ងៃបុណ្យផ្ទាល់ខ្លួនគឺពិធីបុណ្យមុនពេលរាត្រីឬហៅថា All Hallows Eve ដោយក្រោយមកត្រូវបានគេហៅកាត់ថា Halloween រហូតមកដល់ពេលបច្ចុប្បន្ន Halloween មានន័យថា Hallow Evening ឬក៏ Holy Evening ដែលប្រែថាល្ងាចវិសុទ្ធដូច្នេះហើយបានជាគេប្រារព្ធពិធីបុណ្យ Halloween ឡើងនៅពេលល្ងាចគឺមុនពេលរាត្រីចូលមកដល់តើហេតុអ្វីបានជាពិធីបុណ្យ Halloween ប្រារព្ធឡើងនៅរដូវស្លឹកឈើជ្រុះពិធីបុណ្យ Halloween ប្រារព្ធឡើងនៅប្រទេសកាណាដានៅថ្ងៃទី31ខែតុលាដោយយោងតាមអ្នកមានជំនឿចាស់បុរាណបានឲ្យដឹងថាថ្ងៃនេះគឺជាថ្ងៃដែលសម្គាល់រាត្រីនៃឆ្នាំដែលជាពេលនៃដួងព្រលឹងឬដួងវិញ្ញាណនិងមនុស្សដែលស្លាប់ទៅអាចចូលមកលុកលុយនៅក្នុងពិភពមនុស្សយើងបានឯកសារមួយផ្សេងទៀតបុណ្យ Halloween គឺជាពិធីបុណ្យខ្មោចដ៏ល្បីល្បាញនៅប៉ែកអឺរ៉ុបនិងត្រូវបានប្រជាជាតិនានាស្ទើរតែពាសពេញពិភពលោកចូលរួមប្រារព្ធពិធីបុណ្យនេះនៅថ្ងៃទី31ខែតុលាជារៀងរាល់ឆ្នាំពាក្យ Halloween មានដើមកំណើតពីប្រភពសាសនាគ្រិស្តក្នុងអំឡុងឆ្នាំ1975វាមកពីពាក្យថា Hallow Eve ដែលពាក្យពេញហៅថា Hallow Evening ឬក៏ Holy Evening មានន័យថាពេលល្ងាចដ៏អស្ចារ្យឬល្ងាចបរិសុទ្ធបុណ្យ Halloween ទទួលឥទ្ធិពលពីជនជាតិដើម Celtic ដែលត្រូវបានគេប្រារព្ធឡើងដំបូងគេបំផុតដើម្បីអបអរពិធីបញ្ចប់ការប្រមូលផលរបស់ជនជាតិនេះដែលបច្ចុប្បន្នជាទឹកដីនៅអ៊ីឡង់និង Scotland ជនជាតិដើម Celtic ចាត់ទុកបុណ្យនេះជាថ្ងៃឈប់សម្រាកដ៏ធំបំផុតសម្រាប់ពួកគេព្រោះវាជាថ្ងៃដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីដែលជាថ្ងៃចុងក្រោយនៃរដូវក្តៅនិងការប្រមូលផលហើយក៏ជាការចាប់ផ្ដើមរដូវរងាដ៏ត្រជាក់ដែលពោរពេញទៅដោយភាពងងឹតហើយគេជឿថានៅយប់ថ្ងៃទី31ខែតុលាគឺជាពេលវេលាមួយដែលមនុស្សនៅរស់និងមនុស្សដែលស្លាប់ទៅអាចភ្ជាប់ទំនាក់ទំនងជាមួយគ្នាបាននៅក្នុងចំណោមគ្រឹះបរិស័ទនិកាយតូលិកដើមឡើយបុណ្យនេះហៅថា All Saints Day ឬហៅថា All Hallows Evening ដែលវាជាថ្ងៃបរិសុទ្ធពិសេសមួយដើម្បីគោរពដល់ពួកសាវកបរិសុទ្ធនិងមនុស្សផ្សេងទៀតដែលបានស្លាប់ទៅក្នុងសាសនារបស់ពួកគេប្រហែល1000ឆ្នាំមុនបុណ្យនេះត្រូវបានគ្រិស្តសាសនិកប្រារព្ធនៅថ្ងៃទី1ខែវិច្ឆិកាក្នុងអំឡុងឆ្នាំ1556បុណ្យ All Hallows ត្រូវបានគេហៅថា Hallow Eve ហើយក្រោយមកទៀតត្រូវបានគេហៅកាត់ថា Halloween រហូតមកដល់សព្វថ្ងៃដោយឡែកជំនឿនៅប៉ែកអឺរ៉ុបវិញគេជឿថាថ្ងៃបុណ្យ Halloween នឹងមានវិញ្ញាណមនុស្សស្លាប់មកលេងនៅលើឋានមនុស្សដោយសារតែពួកគេភ័យខ្លាចវិញ្ញាណអាក្រក់អាចបង្កឲ្យមានការឈឺចាប់ដល់ពួកគេទើបនៅយប់នៃថ្ងៃពិធីបុណ្យ Halloween មនុស្សម្នានាំគ្នាតែងខ្លួនព្រមទាំងស្លៀកសម្លៀក
បំពាក់ឲ្យមើលទៅដូចជាខ្មោចបិសាចឬសត្វចម្លែកអាក្រក់ៗដើម្បីឲ្យវិញ្ញាណទាំងនោះគិតថាមនុស្សដែលនៅរស់ជាគ្នារបស់ពួកគេបច្ចុប្បន្នបុណ្យ Halloween មិនបានចាត់ទុកជាបុណ្យសាសនានោះទេតែវាជាថ្ងៃឈប់សម្រាកសម្រាប់កម្សាន្តសប្បាយជាមួយមិត្តភ័ក្តិនិងបងប្អូនទៅវិញបុណ្យ Halloween នៅឆ្នាំនេះត្រូវបានគេប្រារព្ធឡើងនៅថ្ងៃប្រហ័សទី31 ខែតុលាឆ្នាំ2024